អ្នកដែលគាត់អាសាញ៉ាំនំកបាប់របស់ទូគីគឺរហដងពេលដែលទិញមកគឺទំហំប៉ុណ្ណឹងចឹងស្រាប់ហ្មងឬមកក៏ទិញមកទូជាងហ្នឹងខ្ញុំទិញរហដងគឺអត់ដែលមកទំហំប៉ុណ្ណឹងទេហើយបើ Snow វិញគឺសាច់អង្ណែនហ្មងនិយាយពីតម្លៃវិញក៏ធូរទៀតគឺមួយដុំហ្នឹងតែ10000ទេពេលដែលញ៉ាំទៅគឺបែរធ្វើការទឹកជ្រលក់បន្ថែមទៀតទេពេលដែលគាត់ធ្វើហ្នឹងគឺគាត់បន្ថែមទឹកជ្រលក់ក្នុងហ្នឹងស្រាប់ហ្មងពេលដែលញ៉ាំទៅគឺដល់មានជាតិហ្មងកបាប់នៅខាងគាត់ហ្នឹងមានពីរប្រភេទចឹងមានសាច់មាន់មួយសាច់គោគ្រាន់តែតម្លៃសាច់មាន់មួយសាច់គោហ្នឹងគឺពីរហ្នឹងផ្សេងគ្នាអាចមើលតម្លៃតាមនេះបានចឹងខាងគាត់ក្រៅពីកបាប់ហ្នឹងខាងគាត់ក៏មានជាបាយជាមួយនឹង French fry ដែរសម្រាប់ទីតាំងវិញគឺងាយស្រួលហៅទៅនិយាយទៅនៅដុំទូតពងហ្នឹងនៅលើផ្លូវ135និយាយទៅអាចមើលតាមវីដេអូនេះបានខ្ញុំបង្ហាញទាំងសងខាងផ្លូវហ្មងពេលដែលជិះមកដល់គឺឃើញហាងរបស់គាត់ហ្នឹងឯងគ្រាន់តែនៅខាងមុខហាងហ្នឹងរៀងទូតិចចឹងប៉ុន្តែនៅខាងក្នុងរបស់គាត់ហ្នឹងគឺមានកន្លែងអង្គុយដែរបើសិនជាទៅញ៉ាំគឺខ្ញុំរីកមិនជាងគេហ្មងគឺសាច់មាន់នៅខាងគាត់ហ្នឹងនិយាយទៅរសជាតិឆ្ងាញ់ហ្មងគាត់ធ្វើមកបន្ថែមគ្រឿងបន្ថែមអីទៅនិយាយទៅរសជាតិមកអែមហ្មងពេលដែលញ៉ាំទៅគឺបែបបន្ថែមសបន្ថែមអីទៀតទេនិយាយទៅរសជាតិហ្នឹងមកល្មមហ្មងសម្រាប់ខ្ញុំទៅដល់ហ្នឹងក៏បានកំងកបាប់សាច់មាន់ផងជាមួយនឹងសាច់គោផងគ្រាន់តែសាច់គោហ្នឹងគឺខ្ញុំកំងជាបាយវិញកំងជាបាយអញ្ចឹងគឺគាត់មានទាំងស្លាតផងមានទាំង French fry ផងនិយាយទៅមកដល់តំណងហ្មងហើយបើមកកែវនេះវិញគឺជាត្រីនៅខាងគាត់ប្រភេទហ្នឹងគឺដូចជាដល់គោលេងមួយយ៉ាងអូនិយាយទៅរសជាតិក៏ប្លែកឆ្ងាញ់មួយយ៉ាងដែរនិយាយទៅរសជាតិហ្នឹងគឺរសជាតិដើមហ្មងទាំងត្រេងទាំងសាច់ទាំងរសជាតិហ្នឹងគឺគាត់ធ្វើមកពីរសជាតិដើមហ្មងអ្នកដែលគាត់អាសាញ៉ាំអាចនឹងថាពេលដែលញ៉ាំនៅកន្លែងគាត់នេះទៅអាចថារសជាតិរៀងប្លែកឆ្ងាញ់ពីហាងផ្សេងអញ្ចឹងបន្តមកទៀតបាយសាច់គោមួយនេះក៏តំណងដែរនិយាយទៅមួយចានរបស់គេឡើងច្រើនហ្មងមានតាំងពីស្លាតផងមានតាំងពី French fry ផងនិយាយទៅមួយចាននេះគឺមួយចានអែតហ្មង